តើអាគមហាសេនាបតីហ៊ានបញ្ជូនផែនទីការពីក្រុងអធិរាជទៅឲ្យរដ្ឋចំណុះយ៉ាងដូចម្តេចតើគាត់ធ្លាប់គិតពីផលវិបាកដែរឬទេទាំងនេះសុទ្ធតែជាលិខិតផ្ទាល់ខ្លួនរបស់អាគមហាសេនាបតីកំពុងខុបខិតជាមួយស្រូវនិងក្បត់ជាតិរឹបអូសផ្ទះសម្បែងតាមព្រះរាជក្រឹត្យសម្រាប់ទាំងអស់គ្មានការលើកលែងព្រះករុណាតើព្រះអង្គនឹងតែទំនាក់ទំនងជាមួយទូបង្គំមែនទេបើដូច្នោះមែនទូបង្គំនឹងធ្វើឲ្យអ្នកទាំងអស់គ្នាខ្ទេចខ្ទីជាបំណែកមកទីនេះឆ្មាំងការពីយើងជប់ស្រែកទៅមនុស្សរបស់អ្នកត្រូវបានវាសងចាត់ការរួចហើយវត្ថុក្រឹតដ៏ធ្ងន់ធ្ងរការកាត់ក្បាលអ្នកជារឿងសំស្របហើយអ្នកមិនត្រឹមតែធ្វើឲ្យព្រះមហាក្សត្រខកបំណងប៉ុណ្ណោះទេប៉ុន្តែថែមទាំងប្រជាជនរាប់ពាន់អ្នកនៅក្នុងទីក្រុងនេះផងដែរទូបង្គំសូមក្រាបបង្គំទូថ្វាយព្រះករុណាសូមចេញព្រះរាជក្រឹត្យដាក់ទោសអាគមហាសេនាបតីឲ្យបានធ្ងន់ធ្ងរយើងខ្ញុំសូមក្រាបបង្គំទូថ្វាយព្រះករុណាសូមចេញព្រះរាជក្រឹត្យឲ្យដាក់ទោសអាគមហាសេនាបតីឲ្យបានធ្ងន់ធ្ងរពួកអាមិតឲ្យទាំងឡាយគ្រាន់តែឃើញអំពើអាក្រក់របស់អាគមហាសេនាបតីប៉ុណ្ណោះប៉ុន្តែអ្នករាល់គ្នាបានភ្លេចរឿងសំខាន់នៅថ្ងៃនេះបេក្ខជនដ៏ឆ្នើមម្នាក់នេះតើស្នំរបស់យើងស័ក្តិសមនឹងក្លាយជាអាគមហេសីដែរឬទេហេតុអ្វីជាអ្នកដូចតែឪពុករបស់អ្នកបានធ្វើចំពោះអ្នកដែរលះបង់សាច់ញាតិដើម្បីសេចក្តីសុចរិតដើម្បីសង្គ្រោះខ្លួនឯងតើអ្នកមានន័យថាអ្នកចង់ឲ្យខ្ញុំទម្លាយរឿងអាស្រូវរបស់អ្នកជាមួយវីសងនៅចំពោះមុខព្រះមហាក្សត្រហើយក៏រាយការណ៍ពីឪពុករបស់ខ្ញុំផងដែរត្រូវហើយមានតែវិធីនេះទេដែលព្រះមហាក្សត្រគ្មានហេតុផលសម្រាប់អ្នកហើយខ្ញុំនិងវីសងនឹងមានឱកាសចាក់ចេញតើអ្នកមិនមានបំណងធ្វើជាអាគមហេសីទេតំណែងអាគមហេសីគ្មានន័យអ្វីឡើយវាមិនរីករាយដោយការរស់នៅជាមួយមនុស្សដែលខ្លួនស្រឡាញ់នោះទេមានតែពេលនោះទេទើបខ្ញុំខ្លាចជាខ្លួនខ្ញុំពិតប្រាកដបន្ទាប់មកតើអ្នកនឹងជួយខ្ញុំឲ្យឡើងកាន់តំណែងជាអាគមហេសីយ៉ាងដូចម្តេចនោះជារឿងរបស់ខ្ញុំចងចាំទុកពិធីអភិសេកអាគមហេសីក្នុងរយៈពេលវែងថ្ងៃទៀតគឺជាឱកាសតែមួយគត់របស់អ្នក